ខ្ញុំសូមគោរពជំរាបសួរអ្នកគ្រូប្រចាំមុខវិជ្ជា Advanced Network Engineering ជាទីគោរពខ្ញុំបាទឈ្មោះទេពសុផាន់ណាជាប្រធានក្រុមនិងមានសមាជិកក្រុម2នាក់ទៀតទី1គឺឈ្មោះលោកសៀងច័ន្ទវិវត្តនិងទី2គឺលោកឡូគឹមហេងនៅថ្ងៃនេះផងដែរខ្ញុំនឹងធ្វើបទបង្ហាញតាក់ទងជាមួយនឹងប្រធានបទមួយគឺការបង្កើត mail client ដោយប្រើប្រាស់ភាសា Python ដូច្នេះហើយមុននឹងចូលទៅដល់ objective ធំនៃការបង្កើត mail client នេះយើងនឹងមកសិក្សាស្វែងយល់ថាតើអ្វីទៅគឺជា mail client ដូច្នេះហើយ mail client គឺសំដៅទៅលើ software ឬក៏ program ដែលអាចធ្វើឲ្យយើងផ្ញើទទួលនិងគ្រប់គ្រង email បានហើយគោលបំណងនៃការងារនេះគឺដើម្បីបង្កើត program មួយដែលអាចផ្ញើ email តាមរយៈ SMTP server ផងដែរដូច្នេះហើយយើងនឹងចូលទៅកាន់ objective ធំទាំង4របស់យើងតែម្ដងដោយ objective ទី1គឺតាក់ទងជាមួយនឹងការធ្វើការតភ្ជាប់ TCP connection ជាមួយនឹង mail server ថាតើវាមានប្រតិបត្តិការយ៉ាងណានោះយើងនឹងទៅ detail នៅក្នុង code តែម្ដងសម្រាប់ចំណុចទី2គឺតាក់ទងជាមួយនឹងការប្រើប្រាស់ mail server ដោយប្រើ SMTP command ហើយ objective ទី3នេះគឺតាក់ទងជាមួយនឹងការផ្ញើ email ទៅកាន់អ្នកទទួលសម្រាប់ objective ទី4គឺយើងធ្វើការបិទ TCP connection វិញឲ្យបានត្រឹមត្រូវបន្ទាប់ពីប្រើប្រាស់រួចដើម្បីមានភាពងាយស្រួលយើងនឹងប្រើប្រាស់ mail server របស់ Google ដែល free សម្រាប់ការផ្ញើ email ទៅក្នុងភាសា Python programming ដែលយើងនឹងពន្យល់នៅពេលបន្តិចទៀតនេះដូច្នេះហើយយើងនឹងធ្វើការមើលជា overview និងប្រតិបត្តិការផ្សេងៗតាមរយៈprogram ដែលយើងបានបង្កើតនេះហើយជារូបរាងនៃprogramming ដែលយើងបានបង្កើតដោយយើងបែងចែកជា4ផ្នែកធំគឺដូចនិយាយខាងលើអញ្ចឹងគឺចំណែកផ្នែកទី1នេះគឺតាក់ទងជាមួយនឹង library ដែលយើងចាំបាច់ដែលត្រូវប្រើប្រាស់វាដូច្នេះមុននឹងប្រើប្រាស់ mail server នេះបាន mail client នេះបានគឺយើងត្រូវ import library សំខាន់មួយចំនួនដូចជា SMTP-lib ដែលគេប្រើប្រាស់ SMTP-lib នេះសម្រាប់ការតភ្ជាប់ទៅកាន់ SMTP server និងផ្ញើ email សម្រាប់ email mine នេះសម្រាប់ library email mine នេះគឺវាគឺជួយក្នុងការរៀបចំ email ឲ្យមានរចនាសម្ព័ន្ធដូចជាចំណងជើងដូចជាអ្នកទទួលនិងខ្លឹមសារ content នៅក្នុង email របស់យើងតែម្ដងសម្រាប់ library មួយទៀតគេហៅថា .env នេះគឺជាផ្នែកសុវត្ថិភាពគឺយើងអាចផ្ទុកព័ត៌មានគណនីផ្សេងដូចជា email និងពាក្យសម្ងាត់ដោយនៅក្នុងឯកសារ env នេះវាយើងជំនួសឲ្យការដាក់ចូលទៅក្នុងកូដផ្ទាល់បើសិនជាក្នុងករណី email ឬក៏ password យើងដាក់ទៅក្នុងកូដផ្ទាល់វាអត់មានភាពសុវត្ថិភាពឬក៏ security នឹងទេដូច្នេះហើយក៏យើងប្រើ library មួយដែលហៅថា .env ដែល .env ហ្នឹងគឺយើង store យើងបង្កើតជា .env ចេះហើយបន្ទាប់មកយើងនឹង call ហៅវាមកប្រើនៅពេលបន្ទាប់នៅពេលដែលយើង import library ដែលចាំបាច់ហើយយើងនឹងធ្វើការ load credential ដែលយើងបង្កើតនៅក្នុង .env file និង config សម្រាប់ Google Mail Server ផងដែរដូច្នេះយើងមកមើលជាជាជំហានបន្ទាប់អានេះគឺការ config mail server ដោយ smtp.gmail.com នេះវាជា SMTP server របស់ Gmail ប៉ុន្តែនៅចំណុចនេះយើងបើសិនជាក្នុងករណីយើងមិនចង់ប្រើជា Gmail យើងអាចប្រើជា Yahoo ឬ Outlook ក៏បានដែរតែយើងត្រូវហៅជា SMTP នៃនេះទាំងនោះ email ទាំងនោះសម្រាប់ user account ឬក៏ username ដែលយើងប្រើប្រាស់ Gmail account ណាមួយយើងមិនគួរដាក់ password ដោយផ្ទាល់ដោយនៅក្នុងនេះយើងប្រើជា password យើងប្រើជា app password ជំនួសវិញដោយយើង generate នៅក្នុង Gmail របស់យើងដើម្បីជាសុវត្ថិភាពដូច្នេះយើងមកដល់ដំណាក់កាលទី2ជំហានទី2គឺការរៀបចំ content របស់ email សម្រាប់ការ
សម្រាប់ការរៀបចំ content របស់ email នេះយើងបែងចែកជាពីរផ្នែកដូចគ្នាផ្នែកទី1គឺកំណត់សម្រាប់ផ្នែកទី1នេះគឺយើងកំណត់អ្នកផ្ញើនិងអ្នកទទួលផ្នែកទី2គឺការបង្កើត MyMe Multipath សម្រាប់ផ្នែកទី2ដូច្នេះយើងមកមើលផ្នែកទី1វិញសម្រាប់ផ្នែកទី1នេះ sender ផ្នែក sender គឺជាអាស័យដ្ឋាន email ដែលយើងបានដាក់នៅក្នុង env មានន័យថាយើងជាអ្នកផ្ញើជាអ្នកណាហើយសម្រាប់ផ្នែកនេះគឺ recipient នេះគឺជាអាស័យដ្ឋានអ្នកទទួលសម្រាប់អាស័យដ្ឋានអ្នកទទួលនេះយើងអាច accept វាជា array មានន័យថាយើងអាចមានអ្នកទទួលមួយឬក៏ច្រើនអ្នកបានមានថាក្នុងនេះអ្នកផ្ញើមានតែម្នាក់ប៉ុន្តែអ្នកទទួលអាចមានច្រើនអ្នកបានហើយសម្រាប់អានេះគឺជា subject ហើយនិង body នេះមានជា subject របស់យើងប្រកាសវាចោលសម្រាប់ប្រើប្រាស់នៅ subject ហើយនិង body នៅខាងក្រោមនេះដូច្នេះហើយយើងមកកាន់ផ្នែកទី2គេហៅថាផ្នែកបង្កើត MyMe សម្រាប់បង្កើត MyMe Multipath គឺជា content ខាងក្នុងនៃ email សម្រាប់ MyMe Multipath នេះហើយគឺជាអនុញ្ញាតឲ្យវាមានតួនាទីក្នុងការអនុញ្ញាតឲ្យអ្នកអាចភ្ជាប់ជាឯកសារឬក៏អត្ថបទចម្រុះផ្សេងៗដូចជា HTML ឬក៏ plain text បាននៅក្នុង content នៃ email របស់យើងហើយនេះគឺជា sender ដែលយើងប្រកាសមកពីខាងលើមានថាយើងទទួល sender ថា from ពីអ្នកណា to អ្នកណានៅក្នុងនេះដូចយើងបានបញ្ជាក់ខាងលើហើយគឺយើងផ្ញើជា multiple recipient ហើយអានេះគឺជា subject ដែលយើងប្រកាសមកពីខាងលើសម្រាប់MyMe text នេះគឺវាមានតួនាទីក្នុងការកំណត់ខ្លឹមសារ email ដែលជា plain ឬក៏ជា HTML និងអាចជ្រើសជាយើងអាចជ្រើសវាជា encoding ដូចជា UFTP 8ហ្នឹងគឺសម្រាប់ប្រើប្រាស់ជាភាសាខ្មែរផងដែរសម្រាប់ content ខាងក្នុងជា body របស់វាអញ្ចឹងយើងអាច encode វាទៅជាភាសាខ្មែរសម្រាប់ content ហើយសម្រាប់ចំណុចទី2ជំហានទី2នេះយើងបានបញ្ចប់អញ្ចឹងយើងចូលមកដល់ជំហានសំខាន់មួយទៀតគឺជំហានទី3តាក់ទងជាមួយការតភ្ជាប់ TCP connection ដោយក្នុងការតភ្ជាប់ TCP connection នេះយើងក៏បែងចែកជាពីរផ្នែកធំដែរទី1គឺតាក់ទងជាមួយនឹងការតភ្ជាប់ TCP ជាមួយនឹង server ទី2គឺការផ្ញើ email អញ្ចឹងការភ្ជាប់ TCP server នេះគឺសម្រាប់ method នេះគឺគេប្រើក្នុងការបង្កើតនិងការតភ្ជាប់ TCP ដោយប្រើប្រាស់ IP ឬ port របស់ SMTP server ហ្នឹងមានន័យយើងបោះជា server ហ្នឹង server IP ហើយនិង port របស់ SMTP ដោយបច្ចុប្បន្នយើងប្រើ port standard របស់វាគឺ587ហើយសម្រាប់ចំណុចនេះ command នេះសម្រាប់ star TLS នេះគឺវាមានតួនាទីក្នុងការបំលែងការតភ្ជាប់ធម្មតាទៅជា TLS encryption ដើម្បីការពារព័ត៌មានរបស់យើងអានេះវាតួនាទីក្នុងការការពារព័ត៌មានរបស់យើងហើយអានេះគឺជាការ log in ដោយការ log in ចូលទៅក្នុង server ហ្នឹងដោយប្រើ username និង password ដែលយើងបានប្រកាសមកពីខាងលើចូលមកដល់ចំណុចទី2នេះគឺការផ្ញើ email តែម្ដងការប្រើ command send email នេះគឺវាមានតួនាទីទទួលយកអ្នកផ្ញើមានថាយើងប្រកាស sender ខាងលើថាជាអ្នកយើងកំណត់ទិសដៅថាតើអ្នកណាជាអ្នក sender គឺយើងប្រកាសនៅក្នុង env ខាងនេះហើយយើងបោះrecipient ដែលយើងមានន័យថាយើងបោះអ្នកទទួលថាអ្នកទទួលជាអ្នកណាខ្លះដែលក្នុងនេះខ្ញុំបានឲ្យកំណត់អ្នកទទួលចំនួន2ទី1គឺ mail client test នេះហើយនិងមួយទៀតគឺ email ដែលខ្ញុំបង្កើតសម្រាប់ធ្វើ test ហើយផ្នែកទី3នេះវា parameter ទី3នេះគឺវាគឺជាអត្ថបទឬក៏ content ខាងក្នុងនៃ email ដែលយើងបានរៀបចំមកពីខាងលើដូច្នេះនៅពេលដែលវា send email រួចរាល់មានថាបើសិនជាក្នុងករណីវាអត់មាន error អីទេគឺវានឹង print message ថា email ហ្នឹងបាន send ទៅកាន់ email ផ្សេងៗហ្នឹងគឺវាជោគជ័យប៉ុន្តែបើក្នុងករណីវាមិនជោគជ័យវាច្បាស់ជារត់មករកexception នេះគឺ
នៅពេលដែលយើងការពារនៅពេលដែលវា error ណាមួយវានឹង load mistake fail to send email នេះឯងបន្ទាប់ពីយើងបានប្រើប្រាស់ការ send email នេះបញ្ចប់សពគ្រប់យើងក៏ត្រូវធ្វើការបិទ TCP connection វិញដែរដើម្បីជាលំហូរការងាររបស់គឺយើងត្រូវការបិទបន្ទាប់ពីយើងប្រើប្រាស់រួចដូច្នេះហើយខ្ញុំនឹងធ្វើការតេស្តសាកល្បងមើលជាក់ស្ដែងតែម្ដងដោយ email នេះគឺខ្ញុំបានប្រកាសជា email របស់ខ្លួនឯងប្រើប្រាស់ហើយខ្ញុំនឹងផ្ញើទៅកាន់ mail 2នេះថាតើយើងឃើញ message ដែលយើងបានបង្កើតនេះដែរអត់អញ្ចឹងដោយខ្លីៗងាយយើងប្រើជា Python យើងប្រកាសតែcommand ប្រើតែ command វានឹងsend email ទៅកាន់ email ដែលយើងបានកំណត់ពីខាងលើអូខេអញ្ចឹងនៅពេលដែលយើងចុច command right ទៅសេជា command python mail.client.py នេះមកវានឹង load ជា message ដែលសាច់សេះ email send សាច់សេះនេះគឺមានន័យថា email ទាំងពីរដែលទទួលទាំងពីរខាងលើនេះច្បាស់ជាទទួលបាន message ដែលមានcontent ដូចដែលបានរៀបចំកន្លែងនេះអញ្ចឹងយើងនឹងចូលទៅមើលជាក់ដែងថាតើ message ចូលដែរមែនតើអត់ដូច្នេះខ្ញុំនឹងចូលទៅកាន់ email ដោយ email ទាំងពីរហ្នឹងគឺទី1គឺ email នេះតែខ្ញុំបានបង្កើតនេះអញ្ចឹង email នេះចូលមកមានន័យថានេះជា subject ដែលយើងនេះមកអានេះគឺជា sender ថាគាត់ផ្ញើពីណាមកហើយទៅអ្នកណាគឺអានេះជា email អ្នកទទួលហើយនេះជា content ខាងក្នុងដែលយើងបាន generate អញ្ចឹងម៉ោងដែលវាចូលគឺម៉ោង 2:44 នាទីអញ្ចឹងគឺចូលមុននេះនឹងឯងអញ្ចឹងវាពិតជាបានចូលត្រឹមត្រូវមែនសម្រាប់ email មួយទៀតដូចគ្នាអញ្ចឹងមិញ 2:44 ខ្ញុំបានបង្កើត email សម្រាប់ testing មួយទៀតផងដែរ Where is it okay why I cannot see បាទសូមអធិស្ឋានបាទនេះបាទសម្រាប់ email មួយទៀតគឺខ្ញុំបានបង្កើតមកគឺ email នេះគឺនេះសារណាលីយ៉ាងដែរទេអូខេខ្ញុំគណចង់បញ្ជាក់ថាវានឹងចូលទៅ email ទាំងពីរខាងលើសូមអធិស្ឋានបាទអូខេចឹងខ្ញុំមិនចាំបាច់ log in ចូលទៅមើល Gmail មួយទៀតទេមានថាវានឹងចូលទៅកាន់ email ទាំងពីរហ្នឹងដែលយើងបាន send ទៅអញ្ចឹងជានីតិវិធីយើងឃើញថាវាពិតជាប្រើប្រាស់បានយើងអាចធ្វើប្រើប្រាស់ SMTP សម្រាប់ protocol សម្រាប់ផ្ញើ email ទៅកាន់ពីអ្នកផ្ញើទៅអ្នកទទួលជាច្រើនបានក្នុងពេលតែមួយអញ្ចឹងវាមានសារៈសំខាន់ផងដែរហើយជាចុងក្រោយនេះយើងឃើញថា assignment ដែលយើងផ្ដោតសំខាន់ទៅលើ network concept ហ្នឹងដូចជា TCP SMTP protocol និង encryption TLS ហ្នឹងគឺនឹងមានវិធីមួយចំនួនផ្សេងទៀតដើម្បីធានាសុវត្ថិភាពនិងអាចប្រើប្រាស់ក្នុងការផ្ញើ email ទៅកាន់ email មួយទៅកាន់ email ផ្សេងទៀតបានដូច្នេះសម្រាប់ថ្ងៃនេះខ្ញុំសូមគោរពអរគុណចំពោះអ្នកគ្រូហើយនិងសិស្សានុសិស្សទាំងអស់ដែលបានតាមដាននៅវីដេអូដែលខ្ញុំបានរៀបរាប់ខាងលើនេះសូមគោរពអរគុណសូមជម្រាបលា